ហេតុអីបានជានារីម្នាក់ហ្នឹងគាត់ខ្លាចទៅជានារីរឹងមាំគឺដោយសារតែរឿងរ៉ាវអតីតកាលដែលគាត់ជួបទេបានអាចគាត់ខ្លាចទៅជាអញ្ចឹងបានខ្ញុំគិតថាខ្ញុំដូចធ្លាប់ចែករំលែកក្នុងវេទិកាអីមួយគេថាដើមឈើបើវារឹងមាំមិនមែនដោយសារតែគេត្រូវបានដាំដុះដោយល្អទេដើមឈើដែលរឹងមាំគឺវាដោយសារតែវាជួបខ្យល់ជួបភ្លៀងហ្នឹងណាវាជួបហេតុការណ៍ទាំងអស់ហ្នឹងវាធ្វើឲ្យខ្លួនវានឹងគឺប្រឹងចាក់ឫសកាន់តែជ្រៅបានធ្វើវារឹងមាំមនុស្សយើងដូចគ្នាដោយសារតែមនុស្សយើងជួបពីមុនមិនសូវល្អបទពិសោធន៍ជីវិតអត់ល្អមេរៀនអត់ល្អរឿងទុកលំបាកមួយចំនួនអត់ល្អទៅគាត់អត់មានជំរឿអីផ្សេងក្រៅពីធ្វើឲ្យខ្លួនឯងរឹងមាំទេបានគាត់